ជំរាបសួរពុកម៉ែបងប្អូនរីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំមានមុខម្ហូបថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាពីរបៀបធ្វើឆាស៊ីឈួនលីហូលចង់ដឹងថារបៀបឆាយ៉ាងម៉េចសូមបងប្អូនមកទស្សនាទាំងអស់គ្នាហើយសម្រាប់ពុកម៉ែបងប្អូននៅមិនទាន់បានចុច Subscribe សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចឲ្យខ្ញុំបានម្នាក់មួយផងហើយនឹងចុចសញ្ញារូបកណ្ដឹងដើម្បីពុកម៉ែបងប្អូននឹងទទួលបានវីដេអូថ្មីបានឥឡូវបងប្អូនយើងមកមើលគ្រឿងផ្សំរបស់យើងសម្រាប់ឆានេះមានដូចប៉ុណ្ណឹងបងប្អូនឥឡូវជាដំបូងយើងធ្វើការចាក់ទឹកដើម្បីស្រោះលីហូលបងប្អូនយើងចាក់ទឹកដាំទៅយើងធ្វើការស្រោះលីហូលរបស់យើងហើយយើងស្រោះឲ្យវាហាមាត់ណាបងប្អូនយើងស្រោះមកពុះចឹងណាបងប្អូនមើលថាវាហើបមាត់ហើយគឺថាយើងស្រង់វាចេញបានហើយចឹងណាបងប្អូនហើយយើងកូរបែបហ្នឹងទៅបងប្អូនដើម្បីឲ្យវាហាមាត់សពអស់ចឹងណាបងប្អូនឥឡូវនេះគឺថាវាបានហាមាត់អស់ហើយបងប្អូនឥឡូវខ្ញុំធ្វើការដួសដាក់នេះបងប្អូនក្នុងទឹកធម្មតាយើងនឹងដើម្បីធ្វើការបកសម្បកចេញម្ខាងអញ្ចឹងណាបងប្អូនហើយនេះយើងដួសមកដើម្បីដាក់ក្នុងទឹកត្រជាក់យើងនឹងដើម្បីឲ្យវាត្រជាក់ទៅងាយស្រួលក្នុងការយើងបកសម្បកចេញណាបងប្អូនហើយក៏យើងបកអញ្ចឹងវាពេលយើងយកទៅឆាទៅវាអត់គេថាមានស្អុយមានអីចឹងអាហ្នឹងបើយើងបកទៅយើងដឹងតែបើយើងដាក់វាទាំងមូលគឺថាយើងអត់ដឹងទេបងប្អូនជួនកាលយើងឆាទៅអាចប៉ះស្អុយគឺថាចាប់ទៅហើយឥឡូវបងប្អូននេះខ្ញុំធ្វើការបកបងប្អូនហើយនេះយើងបកសបកវាហែកមកចេញមកខាងទៅហើយយើងទុកជាប់សាច់នឹងអញ្ចឹងណាបងប្អូនដើម្បីយើងទុកយកទៅឆាបងប្អូនហើយគឺថាថ្ងៃហ្នឹងគឺទិញបានលីហូលហ្នឹងគឺថាល្អមែនទែនបងប្អូនសាច់វាឡើងថតហ្មងហើយនេះខ្ញុំធ្វើការហែកសម្បកចេញមកខាងអញ្ចឹងណាបងប្អូនឥឡូវខ្ញុំបានធ្វើការបករួចហើយឥឡូវបងប្អូនឥឡូវយើងមកធ្វើការដាក់គ្រឿងរបស់យើងដើម្បីរំលីងបងប្អូនដើម្បីឆាឥឡូវយើងចាក់ប្រេងឆាចូលទៅបងប្អូនតមកយើងចាក់គ្រឿងរបស់យើងនេះបងប្អូនមានដូចជាសាច់ក្រូចសាច់ខ្ទឹមគល់ខ្ទឹមមានខ្ញីហើយនឹងដែងហ្នឹងបងប្អូនហើយនឹងគល់ស្លឹកគ្រៃហ្នឹងមើមខ្ទឹមហ្នឹងយើងធ្វើការរំលីងតិចណាបងប្អូនរំលីងឲ្យវាឈ្ងុយតិចទៅកន្លះនេះខ្ញុំស្ទើរប្រេងឆាខ្ញុំចាក់បន្ថែមតិចទៀតដើម្បីខ្ញុំលីងគ្រឿងហ្នឹងឲ្យវាបានរៀងឡើងក្រហមបន្តិចរៀងឈ្ងុយសិនណាបងប្អូនយើងលីងវាបានក្រហមឈ្ងុយបន្តិចសិនទៅហើយយើងធ្វើការលីងឲ្យឡើងរៀងក្រហមឈ្ងុយសិនណាបងប្អូនចាំយើងដាក់គ្រឿងស៊ីឈ្វាញ់ហ្នឹងចូលតាមក្រោយចឹងណាបងប្អូនទើបបានមានក្លិនឈ្ងុយបងប្អូនពេលយើងឆាទៅឃើញថា
ឃើញថារៀងឡើងក្រហមតិចហើយបងប្អូនគ្រឿងរបស់យើងដែលបានលីងហ្នឹងហើយជាបន្តទៀតយើងដាក់ដុំស៊ីឈាន់យើងចូលទៅបងប្អូនហើយយើងចុចច្បល់វាឲ្យវាបែកបន្តិចទៅហើយបងប្អូនកូរលីងវាជាមួយគ្រឿងនឹងទៅឲ្យវាបែកសពអស់ណាបងប្អូនហើយយើងចុចវាថែមទៅឲ្យវារៀងបែកម៉ត់តិចទៅយើងលីងថែមទៅវាពេលត្រូវក្តៅទៅវាលាយអស់ហើយបងប្អូនហើយយើងធ្វើការកូរគ្រឿងស៊ីឈ្វាញ់ហ្នឹងឲ្យវាឡើងឈ្ងុយបែកអស់ហើយណាបងប្អូននេះយើងធ្វើការកូរបែបហ្នឹងមកបងប្អូនហើយគ្រាន់តែយើងដាក់គ្រឿងស៊ីឈ្វាញ់ចូលគឺថាកូរមួយស្ទុះគឺថាឈ្ងុយមែនតើបងប្អូនជះក្លិនឈ្ងុយមែនតើឥឡូវគឺថាគ្រឿងរបស់យើងគឺថាបានរៀងឡើងឈ្ងុយហើយបងប្អូនយើងយកលីហូដាក់ចូលមកបងប្អូនហើយសម្រាប់ឆានេះដែរឆាលីហូស៊ីឈ្វាញ់នេះដែរបងប្អូនបើសិនយើងបានដាក់ដូចជាទឹកដោះគោឆៅមួយកំប៉ុងអីថែមគឺថាមានជារសកាន់តែឆ្ងាញ់ទៀតណាបងប្អូនថ្ងៃហ្នឹងខ្ញុំអត់បានទិញបងប្អូនខ្ញុំភ្លេចទិញយកមកដាក់បើសិនជាបងប្អូនចង់បន្ថែមដូចជាទឹកដោះគោឆៅក៏បានដែរឥឡូវយើងផ្សំគ្រឿងបងប្អូនមានដូចជាស្ករសហើយនៅវិចេងតិចចឹងណាបងប្អូនហើយនេះដែរបងប្អូនម្សៅស៊ុបរ៉ូឌីបងប្អូនយើងដាក់មកល្មមតិចណាបងប្អូនដោយសារគ្រឿងស៊ីឈ្វាញ់ហ្នឹងវាមានជាតិស្រាប់ខ្លះទៅហើយចឹងណាហើយនេះខ្ញុំបន្ថែមទឹកត្រីបន្តិចរួចហើយយើងធ្វើការកូរច្បល់ឲ្យចូលជាតិចូលគ្រឿងរបស់យើងសព្វបានល្អអញ្ចឹងណាបងប្អូននេះបងប្អូនយើងធ្វើការកូរច្បល់បែបហ្នឹងទៅគឺថាជះក្លិនឈ្ងុយមែនតើបងប្អូនហើយរបៀបធ្វើបែបនេះគឺថាមានរសជាតិឆ្ងាញ់មែនតើបងប្អូនហើយយើងធ្វើការកូរច្បល់ឲ្យចូលជាតិគ្រឿងរបស់យើងសព្វបានល្អទៅបងប្អូននេះយើងធ្វើការកូរបែបហ្នឹងមកហើយបន្តមកចុងក្រោយហ្នឹងយើងរោយស្លឹកខ្ទឹមណាបងប្អូនហើយសម្រាប់ស្លឹកខ្ទឹមនេះយើងកូរតែមួយត្រឡប់យើងកូរមួយត្រឡប់ទៅបានហើយបងប្អូនស្លឹកខ្ទឹមនេះឥឡូវគឺថាឆាលីហូស៊ីឈ្វាញ់របស់យើងបានឆ្អិនហើយបងប្អូនឥឡូវយើងធ្វើការដួសដាក់ចានតែម្ដងបងប្អូននេះយើងធ្វើការដួសដាក់ចានគាត់តែឃើញគឺថាដឹងតែទំនោរឆ្ងាញ់មែនទែនបងប្អូនហើយនេះគឺថាយើងបានដួសដាក់ចានរួចអស់ហើយបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំបានមានតែប៉ុណ្្នឹងទេខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាសូមជួយចុច like និងជួយចុច subscribe ហើយចុចសញ្ញារូបកណ្ដឹងដើម្បីពុកម៉ែបងប្អូនទាំងអស់គ្នានឹងទទួលបានវីដេអូថ្មីខ្ញុំបាទសូមអរគុណជម្រាបលាជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អទាំងអស់គ្នាបាយបាយ